ខ្ញុំរកមូលហេតុឃើញឯបងប្អូនដែលខ្ញុំមកនេះខ្ញុំចេះតែព្រឺអូដាមកចង់យំនេះគឺបាថាត់លួងហើយនេះគឺជាមូលហេតុចឹងខ្ញុំបានឃើញរូបសំណាកព្រះបាទជ័យវរ្ម័នទី7ដែលខ្ញុំមិនដែលបានដឹងសោះនៅប្រធាតលួងនេះនៅទីក្រុងវៀងច័ន្ទណាបងប្អូនគឺជាទីកន្លែងតម្កល់ព្រះសារីរិកធាតុព្រះសម្មាសម្ពុទ្ធនៅវីដេអូក្រោយខ្ញុំនឹងបញ្យល់លម្អិតបន្ថែមតាក់ទងជាមួយនឹងទីតាំងមួយនេះគ្រាន់ថាអ្វីដែលខ្ញុំរំភើបបំផុតនឹកស្មានមិនដល់គឺខ្ញុំបានឃើញរូបសំណាកព្រះមហាក្សត្រខ្មែរយើងគឺព្រះបាទជ័យវរ្ម័នទី7បិទសន្លឹកមាសអូស្អាតមែនតែនបងប្អូនដំបូងខ្ញុំឃើញពីចម្ងាយខ្ញុំគិតថារូបសំណាកព្រះបាទជ័យវរ្ម័នទី7ក៏ប៉ុន្តែដើម្បីឲ្យច្បាស់នៅក្នុងចិត្តខ្ញុំក៏បានដើរទៅអានបន្ថែមគេដាក់ច្បាស់ណាបងប្អូនរូបសំណាកព្រះបាទជ័យវរ្ម័នទី7នៃអាណាចក្រខ្មែរ Empire ហើយរូបសំណាកព្រះបាទជ័យវរ្ម័នទី7នេះមានតែកូនខ្មែរទេដែលស្គាល់និងមានអារម្មណ៍ដិតដាមខ្ញុំឃើញសៀមច្រើនក្រុមណាស់ដើរចង់10ត្រឡប់ហើយគ្មានស្គាល់ទេនេះគេមានអ្នកបាំងប្រវត្តិសាស្ត្រទេគេដាក់ចំម្ដងគឺរូបសំណាកខ្ញុំบอกឲ្យបងប្អូនយល់ថារូបសំណាកព្រះបាទជ័យវរ្ម័នទី7រចនាបថខ្មែរបាយ័នក្នុងសតវត្សទី12គឺជាក្សត្រដែលកាន់ព្រះពុទ្ធសាសនានិងសាងសង់មន្ទីរពេទ្យចំនួន102កន្លែង The Statue of Khmer King រសជាតិនៃមោទនភាពជាតិ Our Cola Our Pride ដូច្នេះការរកឃើញរូបសំណាកព្រះបាទជ័យវរ្ម័នទី7នេះគឺជាភស្តុតាងដ៏កម្រមួយដែលបង្ហាញអំពីឥទ្ធិពលនិងការគ្រប់គ្រងរបស់អាណាចក្រខ្មែរទៅដល់តំបន់ទន្លេមេគង្គភាគកណ្ដាលឡាវបច្ចុប្បន្នហើយទីនេះក៏មានរូបចម្លាក់ផ្សេងទៀតបងប្អូនដែលគេដាក់តែម្ដងគឺរចនាបថរបស់ខ្មែរយើងហើយមានរូបសំណាកច្រើនណាស់នៅទីនេះដែលគេគិតថាក៏ជាទីតាំងសាងសង់ប្រាសាទរបស់ខ្មែរយើងកាលពីមុនផងដែរអញ្ចឹងហើយខ្ញុំមកដល់កន្លែងនេះខ្ញុំគិតថាខ្ញុំមកដល់មកប្រទេសឡាវអត់ខុសខ្ញុំបានមកឃើញអ្វីដែលជាសម្បត្តិខ្មែរពីមុនពីព្រោះខ្ញុំអត់បាននិយាយមែនខ្ញុំបានស្បត់ក្នុងចិត្តតែខ្ញុំអត់ទៅជន់ដីថៃអ្វីដែលខ្ញុំស្ដាយបំផុតគឺខ្ញុំអត់ទាន់បានទៅឃើញប្រាសាទខ្មែរនៅនោះហើយខ្ញុំហាក់បីដូចជាគ្មាននិស្ស័យបានទៅសោះអញ្ចឹងខ្ញុំមកនេះខ្ញុំសប្បាយចិត្តមែនតើហើយខ្ញុំរីករាយនៅក្នុងការចែកម្លែកជាមួយនឹងបងប្អូនហើយមានរឿងមួយទៀតបងប្អូនចូលនេះអស់ 30000 គីបក៏ប៉ុន្តែពេលដែលខ្ញុំចូលដំបូងអត់មានអ្នកចាំយកលុយពេលដែលខ្ញុំទស្សនារួចខ្ញុំដើរយកលុយគេខ្ញុំប្រាប់គេថាខ្ញុំបានប្រាប់គេថា entrance have no one here អញ្ចឹងអត់មានអ្នកចាំលក់សបុតអញ្ចឹងទៅខ្ញុំសុំឲ្យលុយពេលចេញទៅវិញគេក៏នៅអត់យកលុយខ្ញុំទៀតមិនដឹងថានេះគឺជាទីតាំងប្រវត្តិសាស្ត្រដូនតាខ្មែរយើងជាខ្មែរគេអត់គិតលុយឬក៏មិនទេបងប្អូនគាត់ថាខ្ញុំមកនេះខ្ញុំស្រឡះចិត្តសប្បាយចិត្តហើយមានអារម្មណ៍ថាដូចបានបំពេញអីមួយដែលខ្លួនឯងអត់ធ្លាប់បានបំពេញពីមុនមកហើយខ្ញុំគិតថាខ្ញុំមកដល់លេងនៅឡាវលើកនេះខ្ញុំសប្បាយចិត្តបានទៅច្រើនកន្លែងហើយប្រហែលជាយូរឆ្នាំទៀតទៅមកក៏ប៉ុន្តែមកដល់ផាថាត់លួងនេះខ្ញុំគិតថាបើមានឱកាសល្អខ្ញុំមកទៀតខ្ញុំបងប្អូនវីដេអូក្រោយខ្ញុំនឹងធ្វើលម្អិតពីផាថាត់លួងនេះណាបងប្អូននឹងមានវីដេអូច្រើនទៀតនៅប្រទេសឡាវដែលខ្ញុំគិតថាបងប្អូននឹងសប្បាយចិត្តនៅក្នុងការទស្សនាThis one is complete and garnered by the red sandstone.